អាពេលកូននៅតូចហ្នឹងខាងកាលបានកូនធំដល់តែពេលកូនធំកាន់តែរកពេលទៅនេះអត់ឃើញទៀតហើយបើថ្ងៃណាដែលអត់ត្រូវជូនកូនទៅរៀនណាក៏នៅតែជូនកូនមកដើរលេងក្រៅដែរអត់ចង់នៅផ្ទះទេធុញតែដល់ពេលមកដើរលេងក្រៅទៅស្រូបយកខ្យល់អាកាសឲ្យវាស្រស់ស្រាយតែអាកាសធាតុនេះវាមានស្រស់ស្រាយដោយការគិតណាបងប្អូនអើយក្តៅឡើងចង់ជូរសក់ហើយអូនចែនវិញឲ្យតែមានកន្លែងឲ្យគាត់លេងនៅក្រៅហត់លេងចឹងណាគឺលេងអត់មានស្គាល់ក្តៅស្គាល់ខ្លាចសាច់អីទេតែបើម៉ែនេះកុំថាឡើយសក់ចង់ឈូសមុខក៏ចង់ជួមដែរតែមិនក៏បានដែរឲ្យតែថាកូនសប្បាយចិត្តតែយ៉ាងណាក៏អត់ភ្លេចរឿង take care គាត់ដែរដែលវែងមានមុខមានអីការពារគាត់ចឹងទៅហើយតងំតែបានចេញទៅណាម្ដងគឺសកួរគ្រប់យ៉ាងហើយសំណាងណាដែលថ្ងៃនេះគឺយកចំហួយសបុកតិចកម្មមកតាមទុកឲ្យគាត់ញ៉ាំតិចពួកដឹងថាតលេងច្រើនគឺឃ្លានហើយណាមួយទៀតក្តៅផងហើយមានបានដកយកមកតិចតួចអីគឺរៀបចេញពីផ្ទះមកឆក់មកកាបូបវងឈុតធំនឹងយកមកទាំងអស់ហ្មងព្រោះមិនយកឲ្យកូនញ៉ាំតែឯងណាទុកញ៉ាំទាំងអស់គ្នាហ្នឹងណាមានឲ្យទៅនៅចិត្តប្តីស្អីក៏ធ្វើកើតដែរតុនឆ្អឹងតែបើប្តីមិននៅវិញក៏មកបេលីតែឯងចំហួយនេះញ៉ាំទៅល្អខ្លាំងណាស់ជាប្រភេទចំហួយសុខភាពចំហួយ NSN គឺធ្វើពីសបុកតិចកម្មពីទៅដល់កូសូហើយនឹងផ្លែឈើធម្មជាតិស្រស់គ្រប់មុខហ្មងគេរក្សាទុកក្នុងទូតិចមិនមែនជាប្រភេទចំហួយកំប៉ុងស្រាប់មានសារធាតុរក្សាទុកអីយកមកឲ្យកូនញ៉ាំយកមកឲ្យក្មេងញ៉ាំឯណាបងប្អូនហើយវាល្អសម្រាប់មនុស្សគ្រប់វ័យហ្មងទាំងមនុស្សចាស់ឬមួយក៏ពិសេសក្មេងៗដែលហឺចំណីញ៉ាំទៅគឺល្អខ្លាំងសម្រាប់សុខភាពរបស់គាត់បានទាំងប៉ូវសុខភាពហើយបានទាំងវីតាមីនចិញ្ចឹមនិងបំពេញសុខភាពគាត់កាន់តែសុវត្ថិភាពទៀតតែដោយសារតែវាសត្វធ្វើពីរបស់សអត់មានសារធាតុរក្សាទុកចឹងណាហើយរក្សាទុកនៅកន្លែងត្រជាក់ជាចាំបាច់កន្លែងត្រជាក់ហ្នឹងទៅតែត្រជាក់ដល់ដែរប៉ុន្តែអត់មានអីពិបាកទេបើសិនជាយើងកប់ក្នុងតកអញ្ចឹងណាគឺទុកបានរហូតដល់10ថ្ងៃតែបើសិនជាយើងទុកក្នុងទូតកផ្នែកត្រជាក់ធម្មតាអីគឺទុកបានម៉ាត់ទៅហើយមួយម៉ាត់ណាញ៉ាំទៅសិតតែជីវជាតិគ្រប់មុខហ្មងបើនិយាយពីរសជាតិវិញផ្អែមឡំឡងអត់ផ្អែមខ្លាំងទេបងប្អូនព្រោះដោយសារផ្អែមលក្ខណៈរបៀបពីផ្លែឈើទៅដល់គោអីអញ្ចឹងញ៉ាំច្រើនក៏អត់តលន់ដែរប៉ុន្តែទុនឆ្ងាញ់ឈ្ងុយហើយត្រជាក់ឲ្យលាពេញមាត់ហ្មងហើយមានរហូតដល់12រសជាតិទៅមានផាសិនសកានៀការ៉ុតកលុងស្វាយអឡឹកតែបៃតងផ្លែបឺរសជាតិពងមួនផ្លែមៀនតលុងជ្វាមើមយ៉េលងលឹកដល់ក្រមសិតតែសបុកតិចកម្មនៅខាងក្រមបងប្អូនញ៉ាំទៅបានទាំងចំហួយបានទាំងផ្លែឈើបានទាំងសបុកតិចកម្មពីណានិយាយថាឲ្យតែម្ហូបសុខភាពអាហារសុខភាពញ៉ាំអត់ឆ្ងាញ់រឿងអីផ្សេងខ្ញុំអត់ដឹងទេតែបើជាមួយសបុកតិចកម្មធម្មជាតិសុខភាពរបស់ NSN ណាគឺគាត់ច្នៃសបុកតិចកម្មជាចំហួយជាស៊ុបឆ្ងាញ់សាហាវហើយបើនិយាយពីទឹកតិចកម្មខាងគាត់វិញណាបទពិសោធន៍គឺចិត្ត20ឆ្នាំឯណាទាំងអស់គ្នាក្លិនឈ្ងុយខាប់ស្រស់ញ៉ាំទៅលក្ខណៈថាសិតតែសបុកតិចកម្មពេញមាត់ហ្មងណាបងប្អូនដែលចង់បានសបុកតិចកម្មដែលថ្មីស្រស់ធម្មជាតិប៉ិតណាជាពិសេសម៉ាក់ដែលកំពុងតែពោះចង់ញ៉ាំពៅកលាំងពៅកូនសុខភាពនិងសម្រស់អីហ្នឹងបងទុកចិត្តលើ MSN បានមើលតែមើលអូនចែនញ៉ាំនេះទៅដឹងថាឆ្ងាញ់ប៉ុណ្ណាហើយបងប្អូនតិចកម្មមួយម៉ាត់បាយម៉ាត់ទីតែមេឃក្តៅចេះផកបានជាក់អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូនេះហើយបើអ្នកទាំងអស់គ្នាចូលចិត្តជាមួយនឹងវីដេអូរបស់ម៉ាមីនិងអូនចានកុំភ្លេចធ្វើការ share វីដេអូនេះក៏ដូចជា like page ឬមួយក៏ subscribe ដើម្បីទទួលបាននូវវីដេអូក្រោយទៀតអរគុណ